តែឃើញច្បាស់នឹងភ្នែកអញ្ចឹងបណ្ដឹងថាទឹកដៃមិនធម្មតាបងប្អូនគេផ្សេងគេបុកតែម្ដងខ្ញុំវិញធ្វើការឡើង2 3ឆ្នាំឥឡូវហើយនៅតែដាក់ទៅរហូតបើមិនបាន2 ដងគឺអត់អស់ចិត្តទេហ្មងនិយាយលេងទេបងប្អូននេះគឺជាការមិនតាន់បុកឲ្យលើសក្រាស់ណាបងប្អូននឹងចិត្ត2ថ្នប់ដៃហើយទំហំក៏ធំដែរឡើងទៅដល់លើទៀតអញ្ចឹងគឺយើងបកវាពីប្រហែល2ថ្នប់ដៃហ្នឹងទៅបាទហើយចាំហៅគេអ្នកវីឲ្យគេមកបិទទៅតែថ្ងៃនេះអ្នកវីអត់នៅទេទៅពេលអញ្ចឹងដល់តែស្អែកអីមិនគេមកវីដោយសារតែអញ្ចឹងនឹងវាលើសធំពេកវាលើសទ្វាទៅពេលគេដាក់ទ្វាហើយអញ្ចឹងទៅហើយគេហៀបក្រោតែក្រោបើយើងអត់បុកចេញទេគឺវាដាក់អត់ដល់ទ្វាហើយមូលហេតុដែលវាលើសអញ្ចឹងគឺមិនមែនមកពីទឹកដៃជាងអត់ល្អឬក៏អ្នកហៀបពុំអត់ល្អសំណងនៅប្រទេសកូរ៉េគឺផ្នែកអញ្ចឹងគឺគេហៅផ្នែកអាល់ប៊ុមហើយពួកគាត់គឺអត់មានម៉ែត្រមានអីវាស់ទេគឺធ្វើម៉េចដាក់ពុំឲ្យតែត្រូវចូលដែកហើយនឹងអាជ័រគេកលដែកនោះវាត្រូវសងខាងទៅរឿងលើសទីងទួចវាជាមិនរួចទេព្រោះបើសិនជាគាត់នៅតម្រង់នៅអីហ្នឹងគឺធ្វើអត់ហើយទេវាយូរគាត់ថាវាមានខុសខ្លះត្រូវខ្លះតែត្រូវពាក្យច្រើនអត់ងាយខុសដែរនឹងខុសតិចទេខ្លះទៀតខ្ញុំត្រូវខាត់អីហ្នឹងនេះដោយសារតែវាធំពេកហើយធ្វើឡើងប្រហែលគេអ្នកទៅឃើញមានបន្ទប់ហ្នឹងមួយគឺវាលើសធំមែនតើហើយសម្រាប់តែការងារផ្នែកខាងខ្ញុំនេះបើខែត្រជាក់អញ្ចឹងបើប៉ាអញ្ចឹងមួយដូចត្រូវកំណប់អញ្ចឹងបងប្អូនតែបានតែខែត្រជាក់ណាបើតាខែក្តៅវិញបនកម្អោយជួបវិញអញ្ចឹងបើសិនជាវាធំអញ្ចឹងខែក្តៅវិញគឺហូរញើសរីកទឹកអញ្ចឹងទឹកធៀមតែ2 លីត្រនៅចាំហូបទឹករហូតព្រោះវាហត់ពេកហើយអស់ដៃអស់ជើងទៀតដល់ពេលងាយឡើងដើរឡើងញ័រដៃញ័រជើងក៏ប៉ាអញ្ចឹងអាហ្នឹងបើនៅជាន់លើគឺអត់ស្ើអីទៅបើថានៅជាន់ក្រោមជាន់តដីជាន់ទី1ឯវិញបុកឡើងចេញភ្លើងផ្លែដូរមានតែ2 3ជួនកាលបាក់ផ្លែក៏មានដែរតែពេលវាតាន់ពេកទៅនៅជាន់ក្រោមបើជាន់លើស៊ីបងផុយហ្នឹងដាក់តែបន្តិចទៅបែកអស់ហើយការថានេះផងដែរធ្វើតែប្រហែលខែទៀតហើយបងប្អូនតិចហ្នឹងគឺទៅឡើងថ្មីហើយឥឡូវការងារគឺនៅតែសេរីទ្វារហ្នឹងទេហើយទ្វារហ្នឹងគ្មានអីសេរីយូរទេបងប្អូនព្រោះឯនៅនេះតែ8 អគារដូចកាលការដ្ឋានមុនទេតែគ្រាន់តែរៀងខុសហ្នឹងជួនកាលរៀងច្រើនដែរអគារខ្លះតែអគារខ្លះទៀតក៏វារៀងតិចដែរមានភាគច្រើនខាត់នៅនេះ